ក្នុងពិភពសត្វដ៏ធំធេងមានសត្វតិចតួចណាស់ដែលបង្កភាពងឿងឆ្ងល់និងគួរឲ្យចង់ដឹងចង់ឃើញដូចជាសត្វខ្លាទីពុះឡើយសត្វដែលមានដើមកំណើតតែមួយគត់នៅភាគខាងកើតប្រទេសអូស្ត្រាលីនេះពួកវាគឺជាសត្វដែលបង្ហាញពីភាពចម្រុះដ៏អស្ចារ្យនៃធម្មជាតិដែលរួមបញ្ចូលគ្នានៅលក្ខណៈពិសេសដែលហាក់បីដូចជាមិនអាចទៅរួចចំណុចដ៏ល្បីល្បាញនិងចម្លែកបំផុតរបស់សត្វខ្លាទីពុះគឺការបន្តពូជរបស់វាលក្ខណៈដែលពួកវាត្រូវបានចាត់ទុកថាជាថនិកសត្វដែលមានន័យថាវាជាសត្វចិញ្ចឹមកូនដោយទឹកដោះនិងមានរោមតែសត្វខ្លាទីពុះមិនបង្កើតកូននោះទេទៅវិញសត្វផ្លាទីពូញីជីករូងនៅតាមមាត់ច្រាំងទន្លេហើយពងជាធម្មតាពី1ទៅ3គ្រាប់ដោយសត្វល្មូនឬសត្វស្លាបដែរបន្ទាប់ពីកូនរបស់វាញាស់ម្ដាយនឹងចិញ្ចឹមពួកវាដោយទឹកដោះប៉ុន្តែវាមិនមានក្បាលដោះទេទឹកដោះរបស់វាជ្រាបចេញពីរន្ធញើសនៅលើពោះហើយកូនតូចៗនឹងលិតទឹកដោះនោះពីពោះរបស់ម្ដាយវាស្ថិតនៅក្នុងក្រុមសត្វដ៏កម្រដែលហៅថា Monotram ដែលជាថនិកសត្វពងរូបរាងរបស់ផ្លាទីពូវាហាក់បីដូចជាការផ្គុំចូលគ្នានៃសត្វច្រើនប្រភេទដោយវាមានចំពុះធំសំប៉ែតស្រដៀងទៅនឹងសត្វទាប៉ុន្តែចំពុះនេះមិនរឹងទេវាទន់ស្រដៀងនឹងស្បែកដែលពោពេញទៅដោយសរសៃប្រសាទជើងរបស់វាមានក្រចកនិងមានសន្ទះដោយសត្វទាដែលល្អឥតខ្ចោះសម្រាប់ការហែលទឹកវាក៏មានកន្ទុយធំសំប៉ែតសម្រាប់ជួយទប់លំនឹងពេលហែលទឹកនិងសម្រាប់ទប់ជាតិខ្លាញ់ទុកជាថាមពលបម្រុងផងដែរនៅពេលដែលសត្វផ្លាទីពូមុជទឹកវានឹងបិទភ្នែកត្រចៀកនឹងច្រមុះរបស់វាទាំងស្រុងដូចនេះតើវានឹងរកចំណីដោយរបៀបណាចម្លើយគឺស្ថិតនៅលើចំពុះដ៏អស្ចារ្យរបស់វាចំពុះនេះមានសមត្ថភាពពិសេសដែលហៅថា Electro Reception មានន័យថាការចាប់យកសញ្ញាអគ្គិសនីវាអាចចាប់យកសញ្ញាអគ្គិសនីខ្សោយៗដែលបញ្ចេញដោយសាច់ដុំរបស់សត្វព្រៃដូចជាសត្វបង្គាដង្កូវនិងសត្វល្អិតនៅក្នុងទឹកដែលលាក់ខ្លួននៅក្នុងដីល្បាប់បាតទន្លេហើយវាប្រៀបដូចជាប្រព័ន្ធរ៉ាដាជីវសាស្ត្រ X-ray ផងដែរប៉ុន្តែកំចាញ់បោករូបរាងប្លែកៗរបស់វាសត្វផ្លាទីពុះឈ្មោលមានអាវុធការពារខ្លួនដ៏គួរឲ្យខ្លាចនៅលើជើងក្រោយរបស់វាមានឆ្អឹងស្រួចដែលភ្ជាប់ទៅនឹងក្រពីងពឹសនេះត្រូវបានប្រើជាចម្បងក្នុងការប្រយុទ្ធគ្នាជាមួយនឹងសត្វឈ្មោលដទៃទៀតនៅរដូវបន្តពូជសម្រាប់មនុស្សពឹសនេះមិនបណ្ដាលឲ្យស្លាប់ទេប៉ុន្តែអាចបង្កជាការឈឺចាប់យ៉ាងខ្លាំងក្លានិងយូរអង្វែងរហូតដល់រាប់សប្តាហ៍ឬរាប់ខែដែលថ្នាំបំបត្តិការឈឺចាប់ធម្មតាមិនអាចជួយបាននោះទេសត្វផ្លាទីពូគឺតំណាងឲ្យភាពអស្ចារ្យនិងភាពចម្រុះនៃធម្មជាតិពីការពងរហូតដល់ការប្រើប្រាស់អគ្គិសនីដើម្បីរកចំណីនិងការដែលមានពឹសសម្រាប់ការពារខ្លួនផងដែរវានៅតែជាប្រភេទសត្វដែលអ្នកវិទ្យាសាស្ត្រនៅតែបន្តការសិក្សានិងស្ញប់ឆ្ងាញ់មិនឈប់ឈរដោយបង្ហាញថាធម្មជាតិពិតជាពោពេញទៅដោយរឿងរ៉ាវដ៏អាថ៌កំបាំងតែអ្នកទាំងអស់គ្នាយល់ថាសត្វផ្លាទីពូពិបាកយល់ឬក៏ចិត្តសង្សាររបស់អ្នកទាំងអស់គ្នាពិបាកយល់ជាងកុំភ្លេច comment ខាងក្រោម follow សម្រាប់វីដេអូក្រោយ